ឆ្នាំ6ហើយរឿងមួយទៀតហ្នឹងគឺដែលខ្ញុំចង់និយាយប្រាប់អ្នកដែលក្នុង TikTok fan ក្នុង TikTok គាត់ចាំស្ដាប់រឿងហ្នឹងណារឿងហ្នឹងគឺខ្ញុំអត់បាននិយាយដោយសារខ្ញុំមួយរយៈហ្នឹងគឺខ្ញុំរវល់ខ្លាំងហើយក៏ខ្ញុំអត់បានតន់និយាយប្រាប់គាត់ពីរឿងរ៉ាវអញ្ចឹងហើយម្នាក់ comment សុំតមកបងសុំតបងហើយឲ្យចាំរហូតប្រាប់គាត់ឲ្យចាំរហូតថ្ងៃនេះឥឡូវដាច់ចិត្តនិយាយហើយមានឱកាសអញ្ចឹងហ្នឹងហើយឱកាសនិយាយហើយរឿងហ្នឹងគឺរឿងនារីរបាំនារីរបាំថ្ងៃស្គាល់នារីដែលថាតែងខ្លួនសស្គូឲ្យឃើញតែភ្នែកហើយលាបការ៉េមក្រហមហ្មងដូចក្នុងរឿងអញ្ចឹងពេលខ្លះខ្ញុំគិតថាខ្ញុំអ្នកខ្លះខ្ញុំគេថាខ្ញុំហ្នឹងមើលរឿងច្រើនពេកតែខ្ញុំគិតថាមិនមែនរឿងទេព្រោះខ្ញុំអត់ដែរមើលរឿងហ្នឹងគេថាខ្ញុំមើលរឿងច្រើនពេកហើយអ្នកខ្លះគេជឿទេគេថាវាមិនដែលមានអីចឹងណាតែខ្ញុំគិតថាមានពេលខ្លះមិនមែនជាលក្ខណៈគេអាក្រក់គាត់ថាដូចព្រលឹងអូនតាឬក៏ស្អីចឹងឲ្យយើងឃើញយើងអីចឹងណាហ្នឹងហើយដល់ពេលហ្នឹងគឺប្រហែលជាមួយឡងដែលខ្ញុំឃើញផ្ទះបងខ្លាញ់ហើយប្រហែលជាមួយឡងមួយខែក្រោយមកទៀតតែឃើញហ្នឹងណាហើយតែផ្ទះហ្នឹងម្ដុំហ្នឹងគឺខ្ញុំតែងតែលឺរយគឺភ្លេងពិនទៀតភ្លេងពិនទៀតនៅផ្ទះចិត្តវត្តហ្នឹងអត់មែនទេពួតម្ដុំហ្នឹងអត់មានទេភ្លេងពិនទៀតប្រហែលជាម៉ោង3ជាងណាទៅងើបវាយភ្លេងមិនទេហើយ3ជាង4ឯហ្នឹងឯងដល់ពេលលឺអារបៀបថាលឺតង្ហាអារបៀបថាដូចខែកឋិនអញ្ចឹងណាមិនលឺនៅវត្តបើសិនឧទាហរណ៍បើនៅលឺនៅវត្តលឺតាមនៅមួយកន្លែងហ្នឹងហើយមួយកន្លែងរឿងឆ្ងាយបាទប៉ុន្តែអានេះលឺតង្ហាពីផ្ទះយើងទៅអញ្ចឹងណាហើយកន្លែងនោះគឺលឺរហូតមកដោយសារគេហៅចាស់គេនិយាយថាផ្លូវគេដើរកន្លែងហ្នឹងណាអាចផ្លូវបុរាណផ្លូវអីហ្នឹងហើយកន្លែងហ្នឹងបើសិនជាមានបងធ្វល់ខ្ញុំគាត់នៅចិត្តផ្ទះហ្នឹងដែរលក្ខណៈថាបើគាត់ផ្ទះគាត់ហ្នឹងគៀកផ្លូវហ្នឹងជាងផ្ទះខ្ញុំទៀតបើសិនជាគាត់ដាក់ដើមឈើឬក៏ដាក់អីពាំងមុខហ្នឹងគឺមានក្នុងចំណោមក្នុងគ្រួសារហ្នឹងគឺមានអ្នកឈឺអញ្ចឹងទៅគាត់តែងតែមើលគ្រូមើលអីឬក៏មើលអីចឹងទៅគាត់ថាផ្លូវគេដើរអញ្ចឹងថ្ងៃនិយាយរួមទៅឲ្យតែពេលរៀងចិត្តភ្លឺគឺខ្ញុំចាប់ដើមលឺសលេងហ្មងសលេងពិតពីហ្នឹងហើយឬសលេងប៉ុន្តែអត់ចាប់អារម្មណ៍គិតថាប្រហែលជាដូចគិតដូចមួយឯងចឹងប្រហែលជាគេលេងនៅវត្តលេងអីដឹងឬក៏មានបុណ្យអីចឹងណាប៉ុន្តែដល់ពេលជាក់ស្ដែងយូរទៅដូចលឺដែរហើយលឺចិត្តកាន់តែគៀកទៅអាថ្ងៃមួយហ្នឹងគឺវាលឺគៀកមែនតើហើយអត់ព្រមហើថែទៅទេអត់ព្រមទៅទេនៅគាំងនៅហ្នឹងហ្មងតែអាអ្នកលឺនៅហ្នឹងហ្មងណាដល់ពេលហើយក៏ខ្ញុំបើកដាច់ចិត្តបើកប្រួចមើលដល់ពេលបើកប្រួចមើលហ្នឹងឃើញរបៀបក្នុងហ្នឹងដូចមានដង្ហាដូចស្ដាច់ណាលក្ខណៈថាមានពាក់របៀបដូចពាក់ស្ដាច់របៀបដូចនិយាយរួមទៅដូចពាក់បែបក្រងអីក្រងអាវបុរាណអញ្ចឹងណាហើយមានមនុស្សច្រើនតាហែមកអញ្ចឹងដូចយើងតាហែការអញ្ចឹងណាប៉ុន្តែមាននារីរបាំហ្នឹងមួយគឺគាត់ដើរអញ្ចឹងទៅគាត់ពេលយើងបើកប្រួចមកគាត់ងាកមើលឲ្យសឡក់យើងចេះសឡក់លក្ខណៈសឡក់យើងហ្មងអត់មានមើលធម្មតាមើលរបៀបសឡក់ហ្មងហើយចាប់ពីថ្ងៃហ្នឹងមកគឺខ្ញុំខ្លាចរូបហ្នឹង